កើតមានបញ្ញាប្រកាសនេះទីញោសូមអនុមោទនាស្ដាប់ធម៌ទេសនាសូមអនុមោទនាសូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนตยัสสะទូព្រះបង្គំខ្ញុំព្រះករុណាម្ចាស់សូមនមស្ការក៏ថ្វាយបង្គំទិសដៅចំពោះគុណនៃព្រះរតនត្រ័យទាំង3មានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរពងពោះលើសលោកដោយសេចក្តីគោរពជ្រះថ្លាសពសពកាលសូមសេចក្តីរាប់អានព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គដែលគង់ស្ដាប់ពធទេសនានៅក្នុងពេលវេលាឱកាសនេះចម្រើនពរញោមញាតិពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីបុណ្យជាបណកិច្ចនៅក្នុងពេលវេលាឱកាសនេះសពន្តរាយនិវាអរណដ្ឋังដោយការប្រារព្ធបទនមស្ការមកប៉ុណ្ណេះសូមការពារបញ្ជារារាំងនៅរាល់ទុក្ខសោករោគភ័យឧបទ្រពកាលកិណីភ័យអន្តរាយទាំងឡាយទាំងពួងដែលកំពុងតែកើតមានដល់សន្តានតបតីព្រះករុណាប្រគុណម្ចាស់និងញោមញាតិសាធុសប្បុរសស្រីប្រុសប្រជាពុទ្ធបរិស័ទទាំងអស់នោះក៏សូមឲ្យបរិវាសជិះចេញឆ្ងាយចាប់តាំងអំពីពេលនេះតរៀងទៅសូមអនុមោទនាអ៊ីតោបរੰធម្មੰទេសេសាមិដតីអំពីបទនមស្ការនេះទៅតម្រូវលើខ្ញុំព្រះករុណាអាត្មាភាពនឹងបានឱកាសពេលវេលាក្នុងការអរតនានៅព្រះធម៌មកសម្ដែងនៅក្នុងកម្មវិធីបុណ្យជាបណកិច្ចបូជាសពញោមវត្តវនដែលបានលះលោកនេះទៅកាន់លោកខាងមុខក្នុងជនមាយុ51ឆ្នាំដោយរគាពៀតកិច្ចពិធីបុណ្យនេះប្រព្រឹត្តទៅនៅថ្ងៃពុធ3កើតខ្នើតខែបឋមសាទឆ្នាំមមីអត្តសពុទ្ធសករាជ2570ត្រឹមថ្ងៃទី17ខែមិថុនាឆ្នាំ2026ក្នុងសង្គមគ្រួសារនៃសពនេះណាស្ថិតនៅភូមិត្រោកឃុំជីផុចស្រុកមេសាងខេត្តព្រៃវែងនៅក្នុងការរៀបចំពិធីនេះបន្ទាប់អំពីការតម្កល់សពនៅលើមេនរួចចប់សពគ្រប់កាលណាបានរៀបចំពិធីបុណ្យនេះឡើងកិច្ចពិធីនេះគឺទេសនានៅក្នុងបុរាណលើកឡើងថាទេសនាណាមុខភ្លើងតែយើងយោងទៅតាមពេលវេលាយើងទេសនាឲ្យហើយបានយើងចាប់ផ្ដើមបូជាជាខាងក្រោយណាកម្មវិធីនៅក្នុងការរៀបចំជាបដកិច្ចនេះដោយដែលលោកអាចារ្យគាត់ដឹកនាំរួចចប់សពគ្រប់អញ្ចឹងគឺបានសេចក្តីថាការរៀបចំមានការតម្កល់សពមានកិច្ចពិធីលាយឡំ
ជាមួយនឹងព្រះពុទ្ធសាសនាខ្លះតាមប្រពៃណីទំនៀមទម្លាប់ខ្លះតែគោលបំណងចង់បានសំខាន់របស់ក្រុមគ្រួសារកូនចៅនៃសពទាំងអស់ហ្នឹងគឺកម្មវិធីធ្វើបែបមិនក៏ដោយគឺដើម្បីបានបុណ្យកុសលដល់បុគ្គលដែលស្លាប់ជាការពិតណាស់សម្រាប់មនុស្សយើងដែលរស់នៅហើយបន្ទាប់អំពីការរស់នៅទៅទីបញ្ចប់នៃការរស់នៅហ្នឹងគឺមានពេលវេលាមួយគឺត្រូវស្លាប់ហើយបន្ទាប់អំពីការភ័យខ្លាចណាជាមួយព្រោះថាជីវិតរបស់យើងទាំងអស់គ្នានេះគ្មាននរណាម្នាក់គេចឲ្យផុតរត់ឲ្យរួចណាអំពីការស្លាប់នឹងបានទេញាតិញោមគឺមាននៅការស្លាប់នេះជាទីបំផុតគ្រប់គ្នាទោះបីទៅដល់ទីណាទោះបីមិននៅក្នុងទីនេះក្តីក៏គង់តែជួបប្រសពជួបប្រទះជាមួយនឹងការស្លាប់ប្រត់ប្រាស់ចាកនិរាសបងប្អូនកូនប្រពន្ធប្តីស្រីនេះជារឿងធម្មតានៅក្នុងព្រះពុទ្ធតម្រាស់ព្រះអង្គត្រាស់ប្រកាសសម្ដែងថាសត្វលោកទាំងឡាយមាននៅការស្លាប់នេះខាងចុងជាទីបំផុតគ្រប់ប្រាណមរណន្តាំងមេហិជីវិតាំងអាត្មាអញគ្រប់រូបគឺមានការស្លាប់នេះជារឿងបំផុតតតថាការស្លាប់នេះស្លាប់មុនហើយនឹងក្រោយជាកាលមរណៈនិងអកាលមរណៈស្លាប់តាមកាលនិងស្លាប់មិនតាមកាលឬក៏ដោយសារតែការអស់នៅអាយុអស់នៅបុណ្យឬក៏អស់នៅកម្មណានីមួយនោះក៏ស្លាប់បានដែរប៉ុន្តែអ្វីដែលយើងនឹកឃើញហើយយើងគួរតែពិចារណានៅក្នុងសង្វេគោគឺការតក់ស្លុតនៅក្នុងដំណើរនៃជីវិតរបស់សត្វលោកដែលមានការចូលប្រសពហើយនឹងមានការស្លាប់ប្រត់ប្រាស់ចាករាសនេះជារឿងពិតប្រាកដរបស់សត្វលោកហើយសត្វលោកទាំងអស់នៅក្នុងលោកនេះគឺរមែងតែងតែជួបប្រសពរឿងទាំងអស់ហ្នឹងអញ្ចឹងហើយមុននឹងយើងដល់នៅសេចក្តីស្លាប់ហ្នឹងតែយើងគួរធ្វើទង្វើសកម្មភាពបែបដូចម្ដេចទៅដើម្បីបានជាប្រយោជន៍ដល់ខ្លួនយើងរស់នៅញាតិញោមដង្ហើមនៅដកបំពង់កនៅឈរអវយវៈនៃការប្រព្រឹត្តទៅបានហ្នឹងគឺយើងញ៉ាំសេចក្តីល្អឲ្យកើតឡើងការធ្វើល្អដោយកាយដោយវិជ្ជាដោយចិត្តការកល់បំរើការបំពេញនៅក្នុងអំពើជាកុសលផ្សេងនឹងទើបជាការគួរណាទៅកុំឲ្យដល់ពេលមរណៈសេចក្តីស្លាប់នឹងខិតគិតគៀកមកដល់ទើបអំពុលរកបុណ្យទោះបីរកបុណ្យនឹងក៏បុណ្យនឹងឲ្យផលមានប្រមាណតិចតួចណាស់បើតើតែយើងនឹងមានធម្មានុសតិគឺការនឹកឃើញធម៌នឹងជាប្រចាំមុននឹងយើងដល់នៅសេចក្តីទុក្ខលំបាកមនុស្សយើងវាច្រើនតែដល់ពេលសេចក្តីជប់ទុក្ខលំបាកបានយើងនឹកឃើញអំពីការដែលយើងនឹងរកបុណ្យឲ្យជួយកាយយើងនៅសុខសប្បាយរីករាយទាំងអស់គ្នានឹងបុណ្យក៏មិនធ្វើទង្វើល្អទៅក៏ពិបាកនៅក្នុងការធ្វើដល់ទៅពេលដល់សេចក្តីស្លាប់នឹងមកដល់ទើបនឹកឃើញថាបុណ្យនឹងមានតម្លៃចឹងបានពាក្យចាស់លោកលើកឡើងថាពេលឈឺទើបថាសុខភាពនឹងមានតម្លៃពេលជាប់ពេលជប់ទុក្ខលំបាកទើបនឹកឃើញថាជីវិតនេះត្រូវការសេចក្តីសុខនៅពេលដែលយើងធ្លាក់នរកទើបនឹកឃើញអំពីតម្លៃរបស់មនុស្សពេលដែលយើងជួបសេចក្តីទុក្ខនៅក្នុងវត្តដាក់នេះទើបយើងនឹកឃើញអំពីតម្លៃនៃព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធណាញោមណែបែបហ្នឹងណាកាលពីមិនតាន់មានរោគាព្យាធិបៀតបៀនរាងកាយហ្នឹងអូអត់ចេះថែរក្សាសុខភាពអីទាំងទេអ្វីក៏ប្រព្រឹត្តទៅបានដែរអត់ចេះថ្នាក់ថ្នមសុខភាពអីនឹងបានច្រើនទេដល់ទៅពេលយើងទាំងអស់គ្នានឹងចាប់ផ្ដើមណាមានបញ្ហាមានជំងឺឈឺតម្កាត់រោគរៀនទន្ទ្រានទៅទើបនឹកឃើញពីតម្លៃនៃសុខភាពល្អហ្នឹងទី1ទី2នៅពេលដែលយើងជួបទុក្ខលំបាកញោមយើងជួបទុក្ខលំបាកហ្នឹងទើបយើងឃើញពីតម្លៃនៃការសេចក្តីសុខហ្នឹងកើតមានដល់ខ្លួនយើងកាលដែលយើងសុខហ្នឹងយើងអត់ឃើញតម្លៃសេចក្តីទុក្ខហ្នឹងអត់មានឃើញតម្លៃទេគាត់ថាសុខហ្នឹងវាសប្បាយវារីករាយទៅហើយ
តែនៅពេលយើងជួបទុកពឹបភ្លាមទាំងថាអូបើខ្ញុំដឹងអញ្ចឹងខ្ញុំសាងល្អឲ្យបានចឹងដើម្បីជាផ្លូវនៅសេចក្តីសុខនឹងបានហើយតែវាអត់បានអញ្ចឹងអីឥឡូវវាជួបទុកទៅហើយអាហ្នឹងវាធ្វើម៉េចសភាពវាអត់ខុសធម្មជាតិនៃការឡើងមកសម្រាប់សត្វលោកហ្នឹងគឺវាបែបហ្នឹងបុគ្គលសាងដោយកម្មណាទទួលបានវិញ្ញាកម្មនោះជាជាពំខាននេះពិតប្រកបនៅក្នុងដំណើរនៃជីវិតរបស់សត្វលោកទាំងឡាយចំណុចទី3នៅពេលដែលធ្លាក់នរកទើបឃើញតម្លៃនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធឥឡូវបច្ចុប្បន្ននេះពធហ្នឹងក៏អត់មានកិត្តកម្មប្រឹងប្រែងធម៌ប្រពុតហ្នឹងគឺអត់មានការស្វះស្វែងចាប់យកទន្តិចសិក្សារៀនសូត្រអីទេតែធម៌ហ្នឹងវាអត់មានប្រយោជន៍អីទេនៅពេលដែលយើងសុកស្រួលយើងអាចបានឃើញតម្លៃរបស់ធម៌ហ្នឹងទៅញោមបើយើងស្រុកស្រួលហ្នឹងយើងឃើញពីតម្លៃនៃការសប្បាយសុខស្រួលហ្នឹងភ្លើតភ្លើនសប្បាយរីករាយក្នុងអំពើផ្សេងរបស់ខ្លួនទៅមិនបានឲ្យតម្លៃទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធឬក៏ការដែលប្រពុតនោះព្រះអង្គត្រាស់ដឹងក្នុងលោកឧបរកក្នុងលោកនៅពេលដែលយើងធ្លាក់នរកនៅពេលដែលយើងជួបទុក្ខសេចក្តីលំបាកនៅក្នុងសង្សាររបស់នេះទើបឃើញពីតម្លៃនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធបានសេចក្តីថានៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងហើយនោះគឺព្រះអង្គបំភ្លឺផ្លូវញាតិញោមព្រះអង្គបំភ្លឺផ្លូវនោះគឺព្រះអង្គសម្ដែងនៅពធទាំង 84000 ឲ្យយើងនឹងសិក្សាហើយជាទីពឹងរបស់យើងមានតែបុណ្យកុសលជាទីពឹងរបស់យើងប៉ុន្តែយើងអត់បានឃើញតម្លៃពីសេចក្តីនៅក្នុងរស់នៅក្នុងធម៌ហ្នឹងទេតែនៅពេលដែលយើងជួបទុក្ខលំបាកនៅពេលដែលយើងជួបសេចក្តីលំបាកវេទនានៅក្នុងសេចក្តីទុក្ខទាំងពួងទើបឃើញពីតម្លៃរបស់ធម៌ទូយ៉ាងនៅពេលដែលយើងមានសុខភាពល្អមានការរស់នៅសុខស្រួលហើយយើងអត់បានឃើញតម្លៃបុណ្យទេបុណ្យហ្នឹងគាត់ថាធ្វើពេលណាក៏បានដែរបុណ្យហ្នឹងអត់មានពិបាកអីធ្វើទេប៉ុន្តែនៅពេលដែលជួបទុក្ខលំបាកពិតភ្លាមទើបយើងឃើញថាមានតែបុណ្យហ្នឹងទៅជាទីពឹងរបស់យើងព្រះអង្គលោកសម្ដែងបញ្ញានេះបរលោកតាស្មឹងបតិថាហោនទេបណនឹងបុណ្យហ្នឹងគឺជាទីពឹងរបស់សត្វលោកនៅក្នុងពេលបរលោកណាញាតិញោមបុណ្យនឹងជាទីពឹងមិនមែនតែពេលបរលោកទេពេលបច្ចុប្បន្នហ្នឹងលោកៈនៅក្នុងលោកហ្នឹងក៏ជាទីពឹងរបស់យើងដែរបុណ្យហ្នឹងគឺស្អីបុណ្យហ្នឹងគឺការធ្វើអំពើល្អបុណ្យហ្នឹងគឺការចាត់ចែងចេះជួយយកអាសាចេះជួយគ្នាពេលមានទុក្ខលំបាកគ្រាមានអាសង្សគ្រប់សពបែបយ៉ាងទៅហ្នឹងគឺជាអំពើបុណ្យណាប៉ុន្តែនៅពេលដែលយើងរស់នៅហ្នឹងយើងអត់បានគិតតម្លៃបុណ្យហ្នឹងទេណាអញ្ចឹងគឺចំណុចនេះដែលយើងគូគិតហើយគូសង្វេគហើយគូតក់សុទ្ធនៅក្នុងសង្វេគគូទឹកដីតក់សុទ្ធនៅក្នុងដំណើរនៃជីវិតនៃការរស់នៅហ្នឹងគឺការភ័យខ្លាចនៅក្នុងការស្លាប់ភ័យខ្លាចនៅក្នុងការបាត់បង់ភ័យខ្លាចនៅក្នុងការព្រាត់ប្រាសប៉ុន្តែសួរថាឋានបុគ្គលមួយណានៅក្នុងលោកនេះមិនបាត់បង់មិនព្រាត់ប្រាសមិនស្លាប់មិនបែកបាក់គ្នាគ្មានទេនៅក្នុងលោកអ្វីដែលជាវត្ថុអមតៈនៅក្នុងលោកនេះអត់មានទេមានការជួបមានការស្ប្រត់មានការបែកបាក់នេះជាសភាវៈធម៌នេះគឺជាសច្ចធម៌របស់ធម្មជាតិនៃជីវិតដោយហើយទៅសំបីតែជីវិតរបស់យើងនឹងក៏អត់ទៀងដែរក៏អត់ថិតថេរដែរក៏គុំនឹងស្លាប់ដែរនៅក្នុងពេលណាមួយជាពំខានហ្នឹងដែលប្រពុតព្រះអង្គលោកបរិញ្ញាមនុស្សយើងឲ្យមានការប្រុងប្រយ័ត្នប្រុងព្រៀងនេះញោមគួរពិតព្រៀងប្រយោជន៍ដោយប្រយ័ត្នប្រព្រឹត្តល្អទុកបន្តកុំឲ្យបាត់ក្រែងវាចាត់ទៅអបាយស្ដាយពំខានកូនត្រូវខំនាំវិជាមដាក់ប្រានទើបកូនបានទីពំនឹងពឹងអាស្រ័យណាពុកនឹងម៉ែតែប៉ុណ្ណេះចេះតែចាស់ប្រកបណាស់ច្បាស់ជាស្លាប់ខាត់ពំបានណាអញ្ចឹងគឺជីវិតរបស់ឪពុកម្ដាយដែលរស់នៅការពារកូននឹងកូនតែស្លាប់ក្នុងពេលណាមួយទេអញ្ចឹងកូនទាំងអស់ហ្នឹងគួរមានការប្រព្រឹត្តប្រយោជន៍ខិតខំអារម្មណ៍ធ្វើអំពើល្អជាទីពឹងរបស់យើងនឹងវិញឲ្យបានហើយណានៅក្នុងធម៌ព្រះអង្គលោកសម្ដែងអញ្ចឹងកុំឲ្យយើងនឹងគិតថាពឹងឪពុកពឹងម្ដាយពឹងជីដូនពឹងជីតានឹងគ្រប់ពេលគ្រប់វេលានៅលើលោកនេះគ្មានអីជាទីពឹងរបស់យើងទេណាញោមអត់មានទេទ្រព្យសម្បត្តិដីស្រែសម្ការញាតិសន្តានក៏មិនជាទីពឹងរបស់យើងដែរទីពឹងរបស់យើងមានតែការធ្វើអំពើល្អមួយគត់ដែលយើងអាចឲ្យយើងបានសុខឪពុកម្ដាយបងប្អូនញាតិសន្តានហ្នឹងពឹងបាននៅក្នុងពេលយើងរស់មានជីវិតចឹងទេប៉ុន្តែនៅតែយើងស្លាប់ទៅហើយនោះយើងធ្វើដំណើរទាំងឡាយតែមួយម្នាក់ឯងដែលយើងក៏ពោះត្រាច់ចោលនៅក្នុងសង្សារវដ្តហ្នឹងសួរថាអីជាទីពឹងគ្មានទេញាតិញោមគ្មានទេគ្មានពុកគ្មានម៉ែគ្មានជីដូនជីតាញាតិផៅសន្តានទៅជួយតាមយើងបានទេអញ្ចឹងយើង
ប្រយោជន៍ដែលយើងរស់នៅណាគឺត្រូវគិតរស់នៅបានមួយថ្ងៃហ្នឹងធ្វើល្អមួយថ្ងៃហ្នឹងទៅបងអត់មានចាំបែរចាំថ្ងៃនេះថ្ងៃនោះបានធ្វើល្អកើតចាំពេលខ្ញុំចេះចាំពេលខ្ញុំចុះខ្ញុំធ្វើល្អកើតមិនអញ្ចឹងទេជីវិតនៃការធ្វើល្អហ្នឹងធ្វើបានគ្រប់ពេលគ្រប់វេលាហើយគ្រប់ទីកន្លែងទៀតហើយដែលយើងធ្វើល្អហ្នឹងគាត់យើងរស់នៅមិនចំណែនមិនឈ្នាននេះមិនកាក់ខឹងសបាមិនបន្ទុះសារាយជាមួយគេហ្នឹងក៏ជាការធ្វើអំពើល្អដែរមិនចាំតរបាច់ទៅចូលប៉ុនដេចគុណចូលប៉ុនអាចារ្យចូលប៉ុនយាយតា4 10 20 30មិនឈ្មោះធ្វើល្អទេអារឿងធ្វើល្អនេះវាតើយើងធ្វើល្អចេញពីចិត្តទៅជ្រះថ្លាបសាទោគឺការជ្រះថ្លារីករាយក្នុងចិត្តរឿងដែលយើងធ្វើល្អដោយល្អក្នុងចិត្តហ្នឹងគឺពេញចិត្តនឹងការធ្វើល្អនឹងតែម្ដងអាហ្នឹងទៅជារឿងដែលយើងគូកែកប់បីប្រព្រឹត្តធ្វើណាញោមណាមិនមែនតតាខ្ញុំចាំចេះចាំចោលហ្នឹងមិនមែនទេតម្លៃរបស់មនុស្សសារៈនៃជីវិតរបស់សត្វលោកនេះគឺការធ្វើអំពើល្អនឹងឯងណាគឺការធ្វើល្អការដែលចេះសាងគុណសម្បត្តិសម្រាប់ខ្លួនយើងណាពេលខ្លះយើងក្រៅដល់អតីតហ្នឹងចាំឲ្យគុណសម្បត្តិខ្ញុំចេះចាំឲ្យគុណសម្បត្តិខ្ញុំចុះប៉ុន្តែយើងភ្លេចសាងគុណសម្បត្តិសេចក្តីសុខឲ្យខ្លួនយើងសេចក្តីសុខរបស់ខ្លួនយើងគឺការធ្វើអំពើល្អដោយល្អចេញពីចិត្តចេញពីកាយចេញពីអារម្មណ៍ចេញពីការដែលយើងចេះជួយគ្នាហ្នឹងគឺការធ្វើល្អរបស់យើងឯងមិនធ្វើល្អតែគាត់តែមាត់ទៅណានិយាយល្អថាអូខ្ញុំនឹងល្អខ្ញុំនឹងចង់ធ្វើអញ្ចេះខ្ញុំនឹងចង់ធ្វើអញ្ចោះព្រោះគាត់តែមាត់ថាហ្នឹងវាក៏ជាការសម្ដែងសកម្មភាពឲ្យឃើញហ្នឹងប៉ុន្តែទង្វើនៃការធ្វើអំពើដែលខ្លួនបានសាងនោះតើបានធ្វើល្អហើយឬនៅថ្ងៃនឹងយប់ចេះតែកន្លងផុតទៅរឿងរ៉ាវអាស្រូវចេះតែកើតឡើងជាបន្តតើជីវិតរបស់ខ្ញុំគូតែធ្វើល្អឬក៏ធ្វើអាក្រក់បន្តទៀតណាជីវិតយើងដែលរស់នៅហ្នឹងតែយើងគូបែបម៉េចរស់នៅហ្នឹងសុខហើយនៅរាល់ថ្ងៃហ្នឹងទៅសួរខ្លួនយើងអញ្ចឹងណាញោមមិនចាំបាច់ទៅសួរថាអូតតែអញ្ចេះតតែអញ្ចោះមិនមែនទេសំខាន់យើងខ្លួនយើងយ៉ាងដឹងជីវិតរបស់យើងរស់នៅក្នុងកណ្ដាប់ដៃយើងដែលយើងត្រូវសាងហ្នឹងគឺសាងបែបម៉េចគឺសាងល្អដល់ខ្លួនឯងអត់មានទៅសាងល្អឲ្យយាយឲ្យតាឲ្យបងឲ្យប្អូនមកសាងល្អជំនួសយើងទេណារឿងធ្វើអំពើល្អនេះមិនមែនបុគ្គលណាមកធ្វើឲ្យជំនួសយើងមកណាវត្តដល់ខ្លួនយើងធ្វើល្អខ្លួនឯងដូចញោមទាំងអស់គ្នាអញ្ចឹងរស់នៅក្នុងសង្គមហ្នឹងបើអត់បានសាងល្អទៅខ្ញុំឲ្យគេធ្វើល្អឲ្យទៅណាគេមកធ្វើល្អឲ្យយើងហើយបើយើងខ្លួនយើងមិនចេះធ្វើល្អផងហ្នឹងហ្នឹងបន្តឲ្យយើងហ្នឹងគិតចំណុចឡើងវិញអញ្ចឹងតម្លៃនៃជីវិតនៃរាងកាយដែលកើតឡើងមកនេះមានរូបមានកាយមានអវយវៈដៃជើងច្រមុះមាត់អណ្ដាតកាយចិត្តនេះគឺសម្រាប់យកមកធ្វើអំពើល្អពីព្រោះរបស់ទាំងអស់ហ្នឹងបានមកពីការដែលយើងធ្វើបុណ្យណាបុណ្យជាអ្នកឧបត្ថម្ភយើងពីមុនមកហ្នឹងគឺពេលបច្ចុប្បន្នហ្នឹងយើងយករបស់ដែលបានពីបុណ្យហ្នឹងទៅធ្វើបុណ្យបន្តទៀតណាឃើញភ័យនៅក្នុងវត្តដាក់នេះដែលរស់នៅក្នុងសង្គមហ្នឹងកើតឡើងកើតចាស់ឈឺស្លាប់បាត់ប្រាស់កូនប្រពន្ធប្តីស្រីញាតិថៅសន្តានអីហ្នឹងវាមកពីរឿងអីមកពីរឿងយើងហ្នឹងមាននៅក្នុងជាតិកំណើតបើតើដល់អស់ជាតិកំណើតហ្នឹងទៅបានវាឈប់កើតឈប់ចាស់ឈប់ឈឺស្លាប់ហើយជាតិបានគឺជាអីគឺជាសេចក្តីទុក្ខអវិជ្ជាជាផ្លូវនាំនៃសេចក្តីទុក្ខតណ្ហាគឺការប្រាថ្នារបស់សត្វលោកហ្នឹងក៏នាំឲ្យមានសេចក្តីទុក្ខដែរការប្រាថ្នាចង់ឲ្យគេនឹងធ្វើអញ្ចេះចង់ឲ្យគេធ្វើអញ្ចោះដោយខ្ញុំដើម្បីផ្គត់ផ្គង់អារម្មណ៍ខ្ញុំចិត្តរបស់ខ្ញុំឲ្យវាល្អតាមអ្វីដែលខ្ញុំអាចធ្វើចង់បានហ្នឹងអារឿងហ្នឹងយើងគិតអញ្ចឹងវាត្រូវហើយប៉ុន្តែព្រះអង្គទៅសភាវៈធម្មជាតិអ្វីដែលកើតឡើងមកលើលោកនេះហើយគ្មានបុគ្គលណាមួយតម្រូវចិត្តបុគ្គលនោះបានហើយណាញោមអត់មានទេយើងព្យាយាមឲ្យគេមកតម្រូវចិត្តយើងតែយើងមិនបានគិតថាយើងដែលតម្រូវចិត្តគេឬអត់ទី1ទី2តែខ្លួនយើងផ្ទាល់ហ្នឹងបានតម្រូវចិត្តយើងហើយឬនៅចិត្តកំណត់ដែលយើងកើតមកហ្នឹងបានសាងល្អបានញ៉ាំងចិត្តឲ្យយើងរីករាយក្នុងអំពើជាកុសលហើយនៅយើងសួរយើង10 20ឆ្នាំ30ឆ្នាំកើតឡើងមកនៅក្នុងជីវិតនៅលើផែនដីនេះតែយើងបានធ្វើប្រយោជន៍អីខ្លះណាអ្វីក្នុងលើកើតឡើងមកហ្នឹងវាមានការជួបប្រសពជាមួយនឹងការបាត់បង់ទៅវិញនេះនៅក្នុងសភាវៈធម្មជាតិព្រះអង្គសម្ដែងអំពីអនិច្ចំទុក្ខអនត្តាសភាពមិនទៀងសភាពជាទុក្ខនឹងមិនមែនជារបស់ខ្លួនណាគ្មានអីជារបស់យើងទៅញោមកើតឡើងមកនេះញាតិថៅសន្តានទ្រព្យសម្បត្តិទាំងអស់ហ្នឹងមិនមែនជារបស់យើងដែលខិតថេជារកាទេអញ្ចឹងយើងគូឆ្នៃញាតិញោមគូឆ្នៃរបស់ហ្នឹងឲ្យទៅជារបស់មានប្រយោជន៍ដល់ការធ្វើបុណ្យសន្តាន
ណាកុំព្យាយាមជាប់ចម្ពាក់ឬក៏ព្យាយាមនៅប្រស្រ័យតាក់ទងជាមួយនឹងទាំងអស់ហ្នឹងដែលមិនអាចដោះលែងខ្លួនយើងឲ្យទៅធ្វើរកសន្តិភាពផ្លូវចិត្តរកសន្តិភាពផ្លូវអារម្មណ៍អត់បានព្រោះនៅចត់ចម្ពាក់នៅរឿងនេះរឿងនោះរឿងនេះរឿងនោះក្នុងសង្គមហ្នឹងវាអត់បានរកសេចក្តីសុខសេរីភាពនៅក្នុងខ្លួនជីវិតរបស់យើងណាយើងព្យាយាមចង់បានសេចក្តីសុខនឹងចង់បានសេរីភាពខ្លួនឯងច្រើនណាប៉ុន្តែយើងមិនបានស្វែងរកនិមាគាគឺផ្លូវដែលព្រះអរិយបុគ្គលទាំងឡាយដែលលោកបានរដោះខ្លួននឹងបានទេយើងចង់បានសេរីភាពណាស់យើងរឹតតែបិទសេរីភាពណាស់ចំណែនណាស់លោកធម៌8ញាតិញោមមានលៀបអត់លៀបសរសើរនិន្ទាសុខទុក្ខនឹងមានយោះអត់យោះទាំង4ហ្នឹងគឺជាអីគឺជាលោកធម៌ដែលចង់ឆ្វាក់សត្វលោកនឹងឲ្យនៅនឹងអត្តនាទៅញាតិញោមស្រឡាញ់ស្អប់ខឹងចំណែនឈ្នានេះសម្លឹងរំពៃទោសកំហុសអ្នកដតីចង់ឲ្យគេនឹងមកលុនក្រាបលុនទូលចង់ឲ្យគេនឹងមកអីមកយកខ្លួនជាធំណាវាអត់មានអីមកបានដូចចិត្តយើងទេសំបីអាពេលខាជីវិតយើងកើតឡើងមកហ្នឹងយើងរស់នៅពីយប់ហ្នឹងគិតចេះព្រឹកឡើងយើងធ្វើចោះខុសចិត្តហ្នឹងក៏មានដែរអញ្ចឹងបានសភាវៈធម៌ធម្មជាតិថាអ្វីដែលកើតឡើងរបស់សត្វលោកហ្នឹងมันអាចតម្រូវចិត្តរបស់សត្វលោកនឹងបានទេណាញោមហ្នឹងគឺយើងញ៉ាំងចិត្តកុសលឲ្យកើតឡើងហ្នឹងឲ្យបានជាប្រចាំទៅណាដោយរឿងយើងមកប៉ុនបូជាសពអញ្ចឹងមកនេះមកសេចក្តីសង្វេគទេញោមមិនមែនមកសោចសប្បាយរីករាយក្នុងការឃើញគេស្លាប់អនៅក្នុងការស្លាប់មិនមែនទេគឺឃើញពីតម្លៃនៃជីវិតរបស់យើងមើលគាត់ប៉ុណ្ណឹងគាត់ស្លាប់ទៅមុនយើងទៅចុះយើងដឹងឯណាដែរយើងសង្វេគអញ្ចឹងណាសង្ខារធម្មទាងមិនពិតមានកិរិយាកើតឡើងនឹងវិនិច្ឆ័យទៅវិញជាធម្មតារមែងកើតឡើងហើយរលត់ទៅវិញលុះតែរលត់នៅសង្ខារទាំងឡាយនោះហើយទើបបានសេចក្តីសុខគ្រប់យ៉ាងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជីវិតរបស់សត្វលោកមានការកើតជាខាងដើមនិងមានការស្លាប់ជាខាងចុងជាពិតប្រាកដសង្វេគគោនឹងគឺការតក់ស្លុតទៅញាតិញោមការតក់ស្លុតភ័យខ្លាចអំពីការស្លាប់នឹងឃើញអំពីភ័យរបស់មច្ចុរាជនឹងឃើញអំពីការភ័យរបស់សង្សារវដ្តនឹងគឺអីរោគការបៀតបៀននិងការបាត់បង់ដែលមានចំពោះសត្វលោកទាំងឡាយរោគតូចរោគធំប្រជុំចុះនៅក្នុងរាងកាយទាំងមូលអវយវៈនឹងជាសម្បុកនៃរោគបរិច្ចិនៈវិទាំងរូបាំងរោគកណិតទាំងប្រភេទគូណាំងសន្តិហោមរណន្តជីវិតាំងយថាកម្មੰរូបរាងកាយនេះជាសម្បុកនៃរោគរូបរាងកាយនេះជារបស់ពុកផុយរូបរាងកាយនេះជារបស់ពូខ្ពើមរអាមក្រៃពេករូបរាងកាយនេះជារបស់ប្រជុំចុះដោយរោគទាំងឡាយមិនយល់បញ្ឆាប់រូបរាងកាយនេះនឹងបានសេចក្តីបែកធ្លាយទៅជារឿងធម្មតានៅពេលដែលបញ្ចក្ខន្ធទាំងឡាយរសាយចេញអំពីរាងកាយនេះរាងកាយទាំងមុននឹងខ្លាចទៅជាវត្ថុគូអត់ប្រយោជន៍ទេដូចជាអង្កត់អស់រកប្រយោជន៍គ្មានណាញាតិញោមដេកស្ដោកស្ដឹងខ្លាចទៅជារបស់គួខ្ពើមរអើមខ្លាចទៅជារបស់គូភ័យខ្លាចជារបស់មិនជាទីកប់ចិត្តរបស់សត្វលោកទាំងឡាយហើយប្រយោជន៍នៃការធ្វើបុណ្យសពជាបណកិច្ចនេះគឺលៃលោកយ៉ាងណាឲ្យសាកសពនឹងទៅខ្លាចជាធាតុទាំង4ឲ្យលែងទៅជារបស់ដែលយើងភ័យខ្លាចយើងស្អប់យើងខ្ពើមរអើមហ្នឹងញោមបើនិយាយភាសាយើងឆាត់យល់ថាបុណ្យជាបណកិច្ចនេះគឺការចាត់ចែងសាកសពឲ្យវាបាត់ទៅកុំឲ្យនៅស្អុយដល់គេដល់ឯងហ្នឹងគឺនៅក្នុងគម្ពីរលោកសំដែងមកអញ្ចឹងបុណ្យសពហ្នឹងគឺបែបហ្នឹងបុរាណអាចារ្យគឺបានចារឡើងមកអញ្ចឹងហើយអញ្ចឹងការរៀបចំនេះវាក៏ជាកិច្ចពិធីរបស់លោកអាចារ្យទេធ្វើឡើងដើម្បីបានជាបុណ្យកុសលដល់ក្រុមញាតិបំពេញធ្វើជាពិសេសគឺញាតិសន្តានដែលរស់នៅបច្ចុប្បន្ននេះធ្វើទៅដើម្បីបានបុណ្យកុសលហើយទៅបុណ្យកុសលដល់បុព្វការីជនគឺអ្នកស្លាប់ឲ្យគាត់ទទួលត្រេកអរផលបុណ្យអញ្ចឹងបើចង់បានបុណ្យកុសលដែលកើតឡើងពីបុណ្យសពនេះបើតើយើងធ្វើបុណ្យប្រកបដោយទឹកចិត្តពិចារណានៅក្នុងធម៌លោកសម្ដែងអំពីការត្រេះរិះពិចារណានៅក្នុងធម៌លោកសម្ដែងអំពីការរស់នៅរបស់សត្វលោកនឹងពិចារណាក្នុងត្រៃលក្ខធម៌អនិច្ចំពិចារណាឲ្យបរិយាសង្ឃ6កាប់ណាទុក្ខំពិចារណាសភាពជាទុក្ខបានអនិសង្ឃ8កាប់
នឹងអនត្តាពិចារណានៅក្នុងធម៌ដែលមិនមែនជារបស់ខ្លួនបានអសង្កត់កាប់លោកសំដែងថាធម៌ណាដែលមានឈ្មោះថាអនិច្ចតាធម៌សភាពមិនទិញទាត់អនិច្ចតាធម៌នោះមិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយទេមិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយទេឬនឹងថាជាធម៌សម្រាប់ត្រកូលតែមួយក៏មិនមែនទេអនិច្ចតាធម៌នេះធម៌សម្រាប់មនុស្សសត្វទេវតាមានព្រមទាំងអស់នៅក្នុងលោកញាតិញោមតែព្រះអង្គលោកសំដែងអញ្ចឹងណាគឺសភាពមិនទិញទាត់ទុក្ខតាធម៌ណាដែលមានឈ្មោះថាទុក្ខតាធម៌សភាពជាទុក្ខធម៌នេះមិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយទេនឹងថាជាធម៌សម្រាប់តកូលតែមួយក៏អត់មានដែរគឺជាធម៌សម្រាប់មនុស្សសត្វទេវតាអស់មានព្រមក្នុងលោកអនត្តាធម៌សភាពណាមិនមែនជារបស់ខ្លួនអនត្តាធម៌នោះក៏មិនមែនជាធម៌សម្រាប់អ្នកในស្រុកតែអ្នកនិគមតែមួយទេអ្នកស្រុកតែមួយក៏មិនមែនដែរគឺជាធម៌សម្រាប់មនុស្សសត្វទេវតាមានព្រមទាំងអស់នៅក្នុងលោកនេះអញ្ចឹងយើងដឹងអញ្ចឹងតែធម៌ហ្នឹងវាអត់ទិញទាត់សភាពចតុតហ្នឹងវាមិនមែនតែធម៌សម្រាប់ក្រុមគ្រួសារហ្នឹងទេវាគ្រប់ទាំងអស់នៅក្នុងសង្កលលោកតែមូលបើថាគេមិនស្គាល់ឈ្មោះនឹងធម៌អីឥឡូវយើងដឹងហើយយើងដឹងហើយយើងឃើញហើយយើងពិតប្រកបហើយនៅក្នុងសង្គមគ្រួសារយើងហើយយើងត្រូវរុះរាន់ណាញាតិញោមរុះរាន់គឺការធ្វើល្អទុកបន្តសម្រាប់ជីវិតរបស់យើងនេះឲ្យបានល្អឲ្យច្រើនទៅហើយកុំព្យាយាមបដាច់បដោយកុំព្យាយាមធ្វេសប្រហែសមានសេចក្តីប្រមាទកើតនៅក្នុងជីវិតរបស់យើងអបមាទោអមតាំងបទាំងសេចក្តីមិនប្រមាទគឺជាអ្នកដែលមិនស្លាប់មិនប្រមាទនេះមិនធ្វេសប្រហែសណាមិនបដាច់បដោយជីវិតនឹងឲ្យរស់នៅដោយឥតប្រយោជន៍ទៅទេយើងត្រូវគួរសាងប្រយោជន៍សម្រាប់ជីវិតយើងនឹងឲ្យបានច្រើនហើយសាងប្រយោជន៍គឺអីគឺការខិតខំប្រឹងប្រែងទាំងឯងវិរិយៈគឺការព្យាយាមការធ្វើអំពើល្អការញ៉ាំងកុសលឲ្យកើតឡើងការសន្សំបុណ្យឲ្យបានច្រើនដល់ពេលយើងស្លាប់ទៅយើងលាចាកលោកនេះទៅចិញ្ចឹមចាកអំពីលោកនេះទៅកាន់លោកខាងមុខថ្មីទៀតយើងមានធម៌ជាទីពឹងរបស់យើងណាហើយយើងត្រូវប្រឹងអញ្ចឹងគឺប្រឹងឲ្យមានសេចក្តីតក់ស្លុតអញ្ចឹងហើយរឿងធ្វើបុណ្យរឿងធ្វើទាននេះបើគ្រាន់តែធ្វើដោយការបង្ខិតបង្ខំគ្រាន់តែធ្វើដោយការអូសទាញគ្រាន់តែធ្វើដោយការតាមគេតាមឯងទេបុណ្យហ្នឹងក៏មិនបានផលប្រមាណដែរព្រោះតើពេញចិត្តហើយយើងរីករាយយើងប្រឹងធ្វើដល់ខ្លួនឯងផ្ទាល់កើតចេញពីក្នុងចិត្តរបស់យើងណាហើយយើងរីករាយយើងបញ្ចេញនៅសទ្ធាព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសម្ដែងថាទ្វារនិព្វានបើកហើយបរិស័ទទាំងឡាយគូណាបញ្ចេញមកនៅសទ្ធាចាប់យកនៅមគ្គផលចោះណាតែយើងគូចាប់យកនៅមគ្គផលគឺការធ្វើអំពើល្អហ្នឹងហើយចាប់យកនៅមគ្គផលនោះណាញាតិញោមហ្នឹងហើយអញ្ចឹងគឺការដែលយើងរស់នៅក្នុងសង្គមយើងបច្ចុប្បន្ននេះក្តីគឺយើងត្រូវគិតរឿងដែលយើងគូកប់បីធ្វើដូចជាពុកម្ដាយជាអ្នកមានគុណទោះបីល្អទោះបីអាក្រក់ទោះបីសមមិនសមមិនក៏ដោយក្នុងនាមជាកូនជាចៅនឹងមានកាតព្វកិច្ចមើលថែរក្សាការពារក្នុងរំពុតគង់ខ្ចុងផ្ដើមអភិរក្សថែរក្សាបីបាច់ចិញ្ចឹមគាត់ឲ្យការគោរពបន្ទាប់អំពីគាត់លះលោកនេះទៅកូនចៅបំពេញកាតព្វកិច្ចចុងក្រោយធ្វើបុណ្យជាបណៈកិច្ចធ្វើបុណ្យណាបូជាសពនឹងរៀបចំសាកសពឲ្យបានត្រឹមត្រូវដើម្បីបានជាបុណ្យកុសលតាមរយៈសាសនារបស់ព្រះសម្មាសម្ពុទ្ធហើយបុណ្យជាបណៈកិច្ចនេះមានតែក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធទេបើខុសពីសាសនារបស់ព្រះសម្មាសម្ពុទ្ធគ្មានបុណ្យនឹងទេញាតិញោមគេសែងយកទៅបញ្ចុះគេសែងយកទៅកប់សែងយកទៅបូជាទៅដុតចោលនឹងដោយគ្មានបានធ្វើបុណ្យធ្វើទានដូចញាតិញោមចឹងទេអញ្ចឹងសំណាងហើយយើងកើតឡើងមកមានជីវិតរស់នៅក្នុងជីវិតរស់នៅក្នុងសង្គមបច្ចុប្បន្ននឹងផងយើងកើតមកនឹងទាន់សាសនារបស់ព្រះសម្មាសម្ពុទ្ធនឹងផងយើងមានឱកាសនៅក្នុងការស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងផងអានោះជារឿងដែលល្អដែលយើងគូគិតណាយើងអត់មានអភ័ព្វបុគ្គលទេគឺបុគ្គលដែលមានសំណាងណាញោមណាបានកើតជានោះគឺជាបុគ្គលមានសំណាងមានជីវិតរស់នៅមានការស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធមានសមាទិដ្ឋិយល់ឃើញទៅជឿបុណ្យជឿបាបហើយយើងបានធ្វើបុណ្យនឹងទៀតនឹងជាបុគ្គលសំណាងណាញោមแล้วយើងធ្វើកតបកិច្ចរបស់យើងចុងក្រោយនៃការឧទ្ទិសបុណ្យនឹងដល់មេត្តាបិតាជារឿងដែលត្រឹមត្រូវបំផុតសម្រាប់យើងរស់នៅក្នុងសង្គមខ្មែរហើយជាពិសេសគឺយើងរស់នៅក្នុងសង្គមអ្នកកាន់ពុទ្ធសាសនា
មានតែប៉ុននឹងទេដែលជួយឧបត្ថម្ភគ្រប់គ្រងនៅបដិសន្ធិចិត្តដាក់វិញ្ញាណរបស់គាត់នឹងឲ្យបានទៅកើតនៅក្នុងសុគតិភពដែលអំណាចដែលជះនៃបុណ្យនេះជាពុំខានសមនុមោទនីណាការសម្ដែងពធទេសនាសន្លមមយោងទៅតាមពេលវេលានិងធាតុអាកាសផងប៉ុណ្ណឹងចោះព្រោះនៅពិធីត្រូវបូជាសាកសពនឹងបន្តទៅមុខទៀតព្រោះបានបូជាហើយទោះបីភ្លៀងទោះបីប្រកបែកបិចក៏អត់ជាបញ្ហាអីដែរហើយបើមិនទាន់បូជាដូច្នេះអាចនឹងពិបាកនៅក្នុងការបូជាទៅពេលខាងមុខទៀតនោះអញ្ចឹងការសម្ដែងពធទេសនាមានប៉ុន្មានប៉ុណ្ណេះខុសត្រូវលើសលោចនាក៏សូមមេត្តាខន្តីអភ័យអត់ទោសដោយសេចក្តីអនុគ្រោះសម្រាប់បានជាបុណ្យកុសលឧទ្ទិសជូនដល់បុព្វការីជនរបស់ញោមញាតិដែលបានលះលោកនេះទៅកាន់លោកខាងមុខទោះបីយូរយារណាស់មកហើយក្តីពេលថ្មីនេះក្តីជាពិសេសបដិសន្ធិចិត្តវិញ្ញាណនៃញោមវត្តវនដែលបានលះលោកទៅកាន់លោកខាងមុខកូនចៅស្រីប្រុសក្រុមគ្រួសារសាច់ញាតិសន្តានទាំងអស់បំពេញធ្វើឲ្យជាបុណ្យតេខេណានុពទាននៅក្នុងពេលវេលាឱកាសនេះសូមឧទ្ទិសមគ្គផលកុសលផលដល់ញោមមកទទួលត្រេកអរអនុមោទនាដោយបិតិសោមនស្សរីករាយឲ្យសូមបានទៅកើតនៅក្នុងសុគតិភពដែលអំណាចដែលជះនៃបុណ្យនេះផងទៅចោះម្យ៉ាងទៀតប្រគេនបុណ្យបកករណាប្រគុណម្ចាស់គ្រប់ព្រះអង្គជូនបុណ្យកុសលចំពោះញាតិញោមស្រីប្រុសទាំងអស់សូមបានមគ្គបានផលកុសលផលបុណ្យបានជាសម្បត្តិសុខនៅក្នុងពេលបច្ចុប្បន្ននេះសម្បត្តិនៅពុទ្ធវរមង្គលទាំង4សម្បត្តិទាំង3អរិយទ្រព្យទាំង7ទីបំផុតនៃជាតិសមបានជាបច្ច័យនៃការរូបផុតចាកទុកទោសទាំងពួងគ្រប់ព្រះអង្គគ្រប់គ្នាកុំបីឃ្លាតខ្លាយទៅជាបការៈដតីឡើយសូមអនុមោទនាការថ្លាថ្លៃសម្ដែងនៅពុទ្ធទេសនាសមតាសនមត្តនិទ្ធិតាបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំងសាធុ